សួស្តីបងប្អូនជួបគ្នាម្ដងទៀតនៅវីដេអូបន្តពីយើងបានគូតម្រង់ក្បាលហើយបងប្អូនហ្នឹងហើយក៏យើងមកបន្តជាមួយនឹងខ្ញុំម្ដងទៀតនៅតួអង្គខ្លួនពេញតែម្ដងនៅក្នុងខ្នាតអង្គុយសម្រាប់ខ្នាតអង្គុយនេះគឺមាន4ខ្នាតបងប្អូនវីដេអូខ្ញុំបានប្រាប់ថាខ្នាតក្បាលយើងយកប្រមាណហ៊ុនប្រមាណទឹកគឺយើងចុចពីនឹងមក4ខ្នាតបន្តទៀតឲ្យប៉ិនគ្នាអញ្ចឹងណាបងប្អូនហើយសម្រាប់ស្មាក៏មួយខ្នាតដែរបងប្អូនយកពីចំណុចកណ្ដាលទៅសងខាងមួយខ្នាតដូចគ្នាបន្ទាប់មកចុងដោះនៅខ្នាតទី2ចំណុចផ្សិតនៅខ្នាតទី3និងចំណុចពងគឺនៅតែជាទូទៅគឺខ្ញុំលួចកន្លះខ្នាតដើម្បីយើងដាក់ភ្នែនអញ្ចឹងណាបងប្អូនហើយសម្រាប់កែងដៃគឺនៅចំខ្នាតទី3ចំចំណុចផ្សិតយើងតម្លាក់មកកែងដៃហ្នឹងគឺឲ្យចំចំណុចទី3តែម្ដងហើយសម្រាប់ភ្នែនគឺ2ខ្នាតពីចំណុចកណ្ដាលទៅ2ខ្នាតសងខាងបងប្អូនហើយសម្រាប់ប្រអប់ដៃប្រអប់ជើងគឺមួយខ្នាតពេញនឹងទម្រង់មុខដូចគ្នាវីដេអូហ្នឹងគឺខ្ញុំប្រាប់ប៉ុណ្ណឹងសិនដោយសារតែខ្ញុំបានធ្វើខុសចំណុចកន្លែងកែងដៃបន្តិចចឹងហើយខ្ញុំក៏យកមកកែហើយរួចក៏ប្រាប់ខ្នាតបងប្អូនហ្មងទៅដោយសារតែយើងបើសិនជាយើងដូរយើងព្រៀងម្ដងទៀតថ្មីអញ្ចឹងវាយូរធ្វើពេលយូរអញ្ចឹងខ្ញុំកែចំណុចកែងដៃបន្តិចទៅបងប្អូនអាចសាកចាប់ទៅតាមខ្ញុំប្រាប់ខ្នាតមិញសិនបើសិនជាមិនតាន់អីបងប្អូនអាចខមមិននៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញម្ដងទៀតហើយសម្រាប់ប្រអប់ដៃប្រអប់ជើងបើសិនជាបងប្អូនមិនចេះគូទេខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយៗទៀតបើសិនជាបងប្អូនអត់ទាន់កន្លែងណាអាចខមមិនអញ្ចឹងហើយវីដេអូហ្នឹងក៏កាត់មកដល់ខ្ញុំបពាក់គ្រឿងអលង្ការនៅក្នុងតួអង្គហ្នឹងទៅហើយដោយសារតែដូចខ្ញុំនិយាយមុនអញ្ចឹងគឺខ្ញុំយើងគូខុសកែងដៃបន្តិចយើងចាក់ខ្នាតខុសបងប្អូនមិនច្រឡំមកខ្នាតទំលោតមកថ្មីទេអាខ្នាតហ្នឹងអត់យកទេគឺយកអាខ្នាតមុនដែលនៅមុនវីដេអូបងប្អូនហ្នឹងហើយអធិស្ឋានទាំងអស់គ្នានេះក៏ដល់ការពាក់គ្រឿងអលង្ការហើយបំពាក់ទៅតាមកន្លែងដែលត្រូវពាក់ទៅបងប្អូនអាចទស្សនាទៅតាមនឹងបានដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនជាអត់ច្បាស់កន្លែងណាអត់យល់កន្លែងណាអាចខមមិនសួរអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយអធិស្ឋានផងវីដេអូនឹងរៀងមិនសូវខ្លោះក្បាយទេអរគុណច្រើន